ធ្វើខ្លួនឯងឲ្យខុសពីគោលបំណងនិងការនិយាយរបស់អ្នកដទៃបើមានមនុស្សចង់ឲ្យយើងខឹងយើងកុំខឹងបើមានមនុស្សចង់ឲ្យយើងយំយើងកុំយំបើមានមនុស្សចង់ឲ្យយើងបោះបង់យើងកុំបោះបង់បើមានមនុស្សចង់ឲ្យយើងចុះចាញ់យើងកុំចុះចាញ់បើមានមនុស្សចង់ឲ្យយើងឆ្លោះគ្នាយើងកុំឆ្លោះគ្នាការងារដែលលំបាកមិនមែនសម្រាប់មនុស្សធម្មតាធ្វើនោះទេការងារដែលលំបាកគឺសម្រាប់មនុស្សដែលមានសមត្ថភាពគឺសម្រាប់អ្នកខ្លាំងពូកែដូចនេះបើអ្នកកំពុងតែជួបរឿងលំបាកជួបរឿងដែលលំបាកហើយអ្នកមិនបោះបង់អ្នកគឺជាមនុស្សដែលអស្ចារ្យហើយសំងំធ្វើការងារស្ងាត់ស្ងាត់គឺជាជម្រើសល្អបំផុតធ្វើឲ្យមនុស្សធ្វើឲ្យចិត្តរបស់អ្នកត្រជាក់រក្សាភាពស្ងៀមស្ងាត់នៅពេលដែលអ្នកស្ងៀមស្ងាត់អ្នកដទៃមិនអាចមើលដឹងអំពីជំរឿចិត្តរបស់អ្នកឡើយមនុស្សនិយាយកាន់តែច្រើនតម្លៃកាន់តែទាបនិយាយកាន់តែតិចតម្លៃកាន់តែខ្ពស់មនុស្សដែលរក្សាភាពស្ងៀមស្ងាត់មិនសូវនិយាយស្ដីជាមនុស្សដែលមានអំណាចបំផុតជាមនុស្សដែលគ្រោះថ្នាក់បំផុតជាមនុស្សដែលគេខ្លាចបំផុតតើអ្នកយល់យ៉ាងណាដែរពីខ្ញុំបាទមាសពិសាល